បាទរបៀបដាក់សញ្ញាគ្រីសអូតូបែបនេះក្នុងកម្មវិធី Microsoft Word បាទនៅពេលយើងចុចដោះដាក់ដោះដាក់បែបនេះអញ្ចឹងមិនចង់ដឹងចូលទស្សនាវីដេអូរបស់គ្នាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ menu developer នេះមកហើយយើងនឹងឃើញមានពាក្យនេះឃើញសញ្ញាគ្រីសត្រង់កន្លែងនេះដល់យើងគ្រាន់តែចូលលើ mouse របស់យើងដាក់ត្រង់កន្លែងណាមួយមកហើយចុចលើវាអញ្ចឹងវានឹងបង្ហាញ pop-up ឲ្យយើងអញ្ចឹងនៅពេលដែលយើងคลิกវាចេញសញ្ញាខ្វែងអញ្ចឹងមកជិះចេញសញ្ញាខ្វែងយើងចូលមកកាន់ menu developer ដដែលហើយយើងយកពាក្យថានេះ property នេះមកបាទទៅមកយើងយកកន្លែងនេះ change នេះ check symbol នេះយើងយក change មកបាទដល់ត្រង់កន្លែងនេះត្រង់កន្លែង font គឺយើងត្រូវវាយពាក្យថា wording ដើម្បីយើង scroll វាមករក symbol របស់យើងនេះសញ្ញាគ្រីសនេះអញ្ចឹងយើងត្រូវចុចលើវាមកយកពាក្យថា OK ហើយ OK អញ្ចឹងវានឹងចេញសញ្ញាគ្រីសឲ្យយើងពេលយើងដោះដាក់បាទប៉ុណ្ណឹងសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូល page